ai preh vô bị đá ban đào amenសូមអរគុណសូមអរគុណជំរាបសួរបងប្អូនទាំងអស់គ្នានៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអរគុណព្រះអង្គនៅក្នុងថ្ងៃនេះដែលបងប្អូនបានមកក្រាបថ្វាយបង្គំព្រះអង្គជាមួយគ្នាហើយអរគុណព្រះអង្គនៅពេលវេលាដែលយើងបានទទួលជាមួយនឹងព្រះអង្គហើយនឹងសេចក្តីសុខសាន្តនិងប្រគុណដែលទ្រង់បានផ្ដល់នៅក្នុងជីវិតរបស់យើងថ្ងៃនេះខ្ញុំនឹងអធិប្បាយនៅក្នុងព្រះគម្ពីរកិច្ចការព្រះគម្ពីរយូហាននៅក្នុងព្រះគម្ពីរយូហានចំពោះ14ខ6គឺបរិបទនៅក្នុងថ្ងៃនេះគឺចំណងជើងថាព្រះយេស៊ូវជាផ្លូវជាសេចក្តីពិតហើយជាជីវិតJesus is the way ហើយយើងមើលបើសិនជាយើងមើលនៅក្នុងសង្គមឬក៏ជីវិតដែលយើងរស់នៅរាល់ថ្ងៃមនុស្សយើងទាំងអស់គឺគេមានផ្លូវច្រើនណាស់គេមានវិធីសាស្ត្រច្រើនណាស់គេមានផ្លូវច្រើនមែនតើបើយើងមើលនៅក្នុងសហរដ្ឋអាមេរិកវិញយើងឃើញផ្លូវខ្វាត់ខ្វែងទៅគ្រប់ទីកន្លែងប៉ុន្តែបើយើងមើលមកក្នុងពិភពលោកទាំងមូលវិញពិភពលោកទាំងមូលគឺពោពេញទៅដោយផ្លូវមធ្យោបាយដែលគេសន្យាយ៉ាងម៉េចគេសន្យាថានឹងបានទៅតាមផ្លូវនឹងនឹងបានសេចក្តីអំណរទៅតាមផ្លូវនឹងនឹងបានសេចក្តីសង្គ្រោះឬក៏ធ្វើអ្វីទាំងអស់គេនឹងបានទទួលភាពជោគជ័យហើយបើគេធ្វើដូច្នេះគេនឹងបានផលិតផលប៉ុន្តែការទាំងអស់នោះវាមិនបានទៅតាមបំណងចិត្តរបស់មនុស្សទាំងអស់នោះទេហើយថ្ងៃនេះគឺខ្ញុំចង់ឲ្យបងប្អូនបានងាកមើលមកវិញហើយយើងមើលថាតើផ្លូវរបស់ព្រះអង្គវាខុសគ្នាយ៉ាងដូចម្តេចខ្លះជាមួយនឹងផ្លូវដែលមនុស្សគេបង្កើតសូមឲ្យបងប្អូនយើងទាំងអស់គ្នាបានសង្ឃឹមចិត្តហើយអធិដ្ឋានជាមួយនឹងខ្ញុំព្រះវរបិតាដ៏គុណឋានសួគ៌ដ៏ខ្ពស់បំផុតព្រះអង្គចាស់ហើយថ្ងៃនេះសូមអរព្រគុណព្រះអង្គអរព្រគុណទាំងនៅព្រះពរទាំងសេចក្តីសុខសាន្តទាំងព្រះគុណដែលទ្រង់បានផ្ដល់សម្រាប់ជីវិតដែលយើងរស់នៅរាល់ថ្ងៃហើយអំណាចនិងបច្ចេស្តាដែលទ្រង់បានបង្ហាញហើយជាផុសតាងនៅក្នុងជីវិតរបស់យើងខ្ញុំទាំងអស់គ្នាសូមឲ្យយើងខ្ញុំទាំងអស់គ្នាកុំឲ្យមានការសង្ស័យណាមួយដែលព្រះអង្គធ្វើមិនបាននោះឡើយសូមអរព្រគុណព្រះអង្គនៅក្នុងថ្ងៃនេះកូនទាំងអស់គ្នាសូមថ្វាយសេរីរុងរឿងហើយសូមយាងនៅព្រះវិញ្ញាណបរិសុទ្ធបានគង់សន្តិដ្ឋនៅក្នុងជីវិតរបស់យើងខ្ញុំទាំងអស់គ្នាឲ្យការដែលយើងបានធ្វើឲ្យសេចក្តីដែលយើងបានសម្រេចឲ្យបានទៅតាមបំណងនិងផាតីរបស់ព្រះអង្គយើងក៏នឹងចាំអធិដ្ឋានសម្រាប់បងអូនដែលនៅurgent care ដែលមានការប្អួតចង្អោយ៉ាងណានោះព្រះអង្គចាស់កូនបានដឹងប៉ុន្តែព្រះអង្គជ្រាបនៅគ្រប់ការទាំងអស់នោះសូមព្រះអង្គប្រោះប្រទានពរព្យាបាលឲ្យបងអូនហើយនឹងគ្រួសារទាំងអស់គ្នាបានសុខសាន្តហើយនៅក្នុងអំណាចរបស់ព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនឥឡូវយើងមើលថាតើព្រះអង្គជាផ្លូវជាសេចក្តីពិតហើយជាជីវិតនឹង Jesus is the way ហើយយើងបើមើលនៅក្នុងត្រង់កន្លែងហ្នឹងបើយើងសរុបទៅគ្រប់ផ្លូវទាំងអស់នៅគ្រប់បញ្ហាដែលមនុស្សទាំងអស់គេធ្វើនៅគ្រប់មធ្យោបាយដែលមនុស្សគេបានរៀបចំនៅក្នុងជីវិតរបស់គេគឺពេលខ្លះมันបានទៅតាមបំណងពេលខ្លះมันបានសម្រេចជោគជ័យហើយពេលខ្លះมันបានទៅតាមសេចក្តីប៉ងប្រាថ្នារបស់គេទាំងអស់គ្នាទេប៉ុន្តែមេរៀននៅក្នុងថ្ងៃនេះបើសម្រាប់ខ្ញុំឬក៏បងប្អូនបានយល់ថាមានផ្លូវតែមួយគត់ទៅចំពោះព្រះគឺផ្លូវរបស់ព្រះយេស៊ូវគ្រីស្ទប្រហែលថ្ងៃមុនកាលពីថ្ងៃសុក្រខ្ញុំអត់ដឹងថាថ្ងៃពហុថ្ងៃពុធបងប្អូនមានបានមើលគេនឹងហោះគេមានបង្ហោះយានអវកាសមួយដែលគេហៅ SpaceX គេចេញពីរដ្ឋ Florida ទៅហើយយើងឃើញមនុស្ស4នាក់គេឡើងគេអង្គុយគេទៅរៀបចំមានអ្នកយានអវកាសហ្នឹង4នាក់ស្រី2នាក់ជនជាតិជប៉ុនម្នាក់ហើយនិងជនជាតិរុស្ស៊ីម្នាក់4នាក់គឺយានអវកាសហ្នឹងគេនឹងរៀបចេញទៅនៅម៉ោងគេដាក់ម៉ោង7កន្លះហើយយើងឃើញអ្នកដែលយានអវកាសទាំងអស់ហ្នឹងគេទៅតាំងពីម៉ោង3ក៏គេទៅ prep គេថា prep ហ្នឹងគេទៅរៀបចំក្នុងដំណើរគេហ្នឹងនៅក្នុងដំណើរគេហ្នឹងគេ check រហូតយានអវកាសហ្នឹងគេនឹង check គេនឹងអីហ្នឹងហើយគ្រាន់តែអ្នកចូលទៅហ្នឹងគឺគេ scan គេរៀបចំដាក់ឲ្យយើងអង្គុយហើយមាន pilot ម្នាក់ហ្នឹងគេនឹងអង្គុយគេយក
គម្រោងរបស់គេនឹងយកមកចុះនឹងផ្លូវគេសិតទៅអង្គុយនៅនឹងឡើង2ម៉ោងកន្លះជាងប្រហែលដល់ម៉ោងជិត6មែនតើ6:20 минутអីចឹងដល់ហើយអ្នក control center គេហ្នឹងគេ find out គេថាមានបញ្ហានៅhydraulic arm សម្រាប់ទប់បំពង់យានអវកាសហ្នឹងណាគេថា hydraulic arm ហ្នឹងមានបញ្ហាយ៉ាងម៉េចទេដល់អញ្ចឹងគេគិតពិនិត្យមើលគេ test មើលហើយគេនឹង test វាមើលហើយបើយ៉ាងម៉េចគេនឹងនេះប៉ុន្តែតាមតែធាតុអាកាសតាមតែអ្នកពីបញ្ជាពីខាងលើហ្នឹងគេថាគេនឹងត្រូវ launch នៅក្នុងថ្ងៃហ្នឹងឯងម៉ោង7:40 នាទីដោយសារគេឃើញធាតុអាកាសនៅក្នុងហ្នឹងអំណោយទានហើយនឹងស្អីទាំងអស់ ready នៅចាំតែដល់ថ្ងៃដល់ម៉ោងហ្នឹងគេនឹងដល់អញ្ចឹងអ្នកដែលគេអ្នក control គេដាក់ T-2 hour T-1 hour 40 minutes អីចឹងមកដល់ T-1 40 ហ្នឹងឃើញខ្ញុំឃើញគេដាក់នៅខាងក្រោមគេថាlounge ហ្នឹង is stand down ថាមិនចឹងបាន stand down ដល់អញ្ចឹងគេបញ្ជាក់ក្រោយមកទៀតទៅបានគេថាគេបញ្ចប់អាការដែលនឹងបង្ហោះឡើងទៅកន្លែងគេហៅ space station ហ្នឹងកន្លែងទីអវកាសហ្នឹងគេបញ្ឈប់ដល់កន្លែងហ្នឹងដោយសារគេមានបញ្ហា hydraulic ហ្នឹងដល់អញ្ចឹងយើងមើលមធ្យោបាយគេក៏ផ្អាកហើយគេទៅបង្ហោះទៅម្សិលមិញទៅប្រហែលហ្នឹងយើងឃើញពួកយានអវកាសហ្នឹងគេចេញពីយានអវកាសគេហ្នឹងគេចូលទៅក្នុង station ហ្នឹងគេហុកគេអោបគ្នាអ្នកពួកអ្នកនៅព្រោះគេទៅ4អ្នកហ្នឹងគេនឹងទៅដូរអ្នកនៅលើខាងលើ4អ្នកហ្នឹងគេដូរគេយកពួកអ្នក4អ្នកនៅខាងលើហ្នឹងគេយកចុះមកក្រោមវិញពួកហ្នឹងគេនៅហ្នឹងឡើង8ខែហើយអ្នកដែលទៅក្រោយហ្នឹងគេនឹង plan នៅនឹង8ខែជិត1ឆ្នាំគេទៅធ្វើ test អីគេខ្លះយើងព្រោះឥឡូវហ្នឹងយើងឃើញមធ្យោបាយរបស់មនុស្សទាំងអស់ឥឡូវហ្នឹងគេកំពុងតែធ្វើអីបងប្អូនមានដឹងអត់គេកំពុងតែធ្វើកន្លែងមួយគេនឹងសង់កន្លែងមួយដែលគេនឹងយកមនុស្សទាំងអស់ទៅនៅឋានព្រះអង្គាឬក៏ឋានប្រចាំយ៉ាងគេកំពុងតែរៀបចំមធ្យោបាយគេនឹងទៅនៅកន្លែងហ្នឹងគេនឹងទៅរៀបចំកន្លែងហ្នឹងដល់អញ្ចឹងបងប្អូនយើងខ្លះអ្នកគ្រីស្ទបរិស័ទគិតថាអូចុះបើសិនជាព្រះអង្គយាងមកជាលើកទី2ថាពួកអ្នកដែលទៅនៅឋានប្រចាំហ្នឹងបានសង្គ្រោះអត់ព្រះអង្គបានយកលើកទៅលើអាកាសអត់បើគេនៅលើអាកាសហើយខ្ញុំអត់ដឹងថាបងប្អូនគិតយ៉ាងម៉េចទេបើសិនជាអ្នកនឹងនៅលើអាកាសឥឡូវហ្នឹងគេកំពុងតែនៅលើអាកាសនៅលើឋានប្រចាំនៅលើឋានគីហើយឥឡូវយើងឃើញដល់កន្លែងផ្លូវហ្នឹងបងប្អូនឃើញមនុស្សគេកំពុងតែរៀបចំផ្លូវហ្នឹងហើយគេគិតថាគេនឹងមានវិធីនឹងឡើងទៅឋានសួគ៌ដោយមិនបាច់ជឿតាមព្រះយេស៊ូវគ្រីស្ទប៉ុន្តែសម្រាប់ខ្ញុំថាផ្លូវមានតែមួយទេបងប្អូនមិនថាយើងជិះទៅលើព្រះអង្គាលើនៅនេះប៉ុន្តែផ្លូវមានតែមួយគឺព្រះយេស៊ូវគ្រីស្ទព្រះអង្គមិនគ្រាន់តែជាវិធីមួយនៅក្នុងចំណោមមនុស្សទាំងអស់នោះទេនៅវិធីមួយគ្រាន់តែនៅក្នុងចំណោមមនុស្សដែលគេខំប្រឹងរកវិធីដើម្បីនឹងទៅដល់ទីដៅនោះទេប៉ុន្តែព្រះអង្គនៅមានបន្ទូលនៅក្នុងព្រះគម្ពីរយូហានចំពោះ14ថាម៉េចទ្រង់ជាផ្លូវជាសេចក្តីពិតនិងជាជីវិតគ្មានអ្នកណាម្នាក់អាចមករកព្រះវរបិតាបានឡើយលើកលែងតែតាមរយៈទ្រង់ប៉ុណ្ណោះដល់យើងបើយើងមើលនៅក្នុងព្រះគម្ពីរដល់កន្លែងហ្នឹងថាមិនមានអ្នកវិទ្យាសាស្ត្រណាមិនមានអ្នកមានមហាសាលណាមិនមានអ្នកដែលគេមានចំណេះបែបណានៅលើផែនដីហ្នឹងគេនឹងរកវិធីដើម្បីនឹងទៅដល់ឋានរបស់ព្រះអង្គបានទេដូច្នេះកុំឲ្យបងប្អូនយល់ច្រឡំមកសោះហើយនៅក្នុងមេរៀននៅក្នុងខគម្ពីរដល់កន្លែងហ្នឹងគឺព្រះគម្ពីរបានបញ្ជាក់ឲ្យយើងឃើញយ៉ាងច្បាស់ដូច្នេះវិធីសាស្ត្រដែលមនុស្សខំស្វែងរកមធ្យោបាយដែលមនុស្សខំគិតដើម្បីនឹងបើយើងមើលគេចំណាយលុយច្រើនណាស់គេចំណាយទាំងពេលវេលាទាំងចំណេះដឹងទាំងថវិកាផ្សេងៗទាំងអស់គឺគេលះបង់មែនតើហើយគេគិតថាគេនឹងបានទៅដល់ទីនោះហើយថ្ងៃហ្នឹងយើងនឹងពិនិត្យមើលហេតុអ្វីបានជាព្រះយេស៊ូវទ្រង់មានបន្ទូលនៅក្នុងព្រះគម្ពីរយូហានចំពោះ14តឡើងថាព្រះអង្គជាផ្លូវតែមួយគត់ដើម្បីឲ្យយើងទាំងអស់គ្នាបានសង្គ្រោះដើម្បីឲ្យយើងបានទៅដល់នគរឋានសួគ៌របស់ព្រះអង្គហើយបើយើងមើលសេចក្តីដែលសារៈដែលសំខាន់ជានឹងទៅទៀតយ៉ាងម៉េចថាការដែលយើងទទួលយកព្រះអង្គម្ចាស់ជាព្រះអង្គសង្គ្រោះនោះហើយគឺជាផ្លូវជាជីវិតហើយជាសេចក្តីពិត
សូមបងប្អូនយើងមើលជាមួយនឹងខ្ញុំហើយយើងនឹងមើលថាហេតុអីបានជាព្រះគម្ពីរនៅកន្លែងហ្នឹងប្រាប់ឲ្យបើសិនជាយើងមើលមកនៅខាងក្រៅវិញតែលោកគ្រូខ្ញុំមិនចាំបាច់មកជឿព្រះយេស៊ូវគ្រីស្ទទេឲ្យតែខ្ញុំមានលុយខ្ញុំនឹងអាចទៅដល់ឋានព្រះអង្គដូចតែគ្នាប៉ុន្តែបងប្អូនសួរថាបើយើងទៅនៅដល់នឹងហើយសួរថាតើពេលដែលព្រះអង្គយាងមកយើងនឹងបានសង្គ្រោះអត់អានឹងគឺជាមធ្យោបាយរបស់បងប្អូនហើយយើងគិតមើលថាបើសិនជាបងប្អូនអាចកិច្ចរួចពីព្រះបន្ទូលនៃសេចក្តីពិតត្រង់នេះបានអានឹងបងប្អូនបាជាអាចនឹងយល់យ៉ាងម៉េចប៉ុន្តែសម្រាប់ខ្ញុំព្រះបន្ទូលនៅក្នុងតលនេះថាអត់មានអ្នកណាទេតងឡើយនឹងយើងមើលយ៉ាងច្បាស់ថាគ្មានអ្នកណាទេព្រះអង្គជាផ្លូវតែមួយគត់គ្មានអ្នកណាម្នាក់អាចទៅរកព្រះអង្គផ្លូវកាត់បានទេបើយើងចង់រកផ្លូវកាត់ដើម្បីទៅដល់កន្លែងនគររបស់ព្រះអង្គចូលមិនរួចទេបងប្អូនកុំចង់សាកប៉ុន្តែបើចង់សាកមានអីសាកទៅហើយសួរថាតើថ្ងៃនោះបងប្អូននឹងខកចិត្តយ៉ាងដូចម្ដេចបងប្អូននឹងអស់សង្ឃឹមយ៉ាងដូចម្ដេចបងប្អូននឹងទទួលនៅក្នុងពេលនោះឯងឥឡូវយើងមើលតឡើងទី1យ៉ាងម៉េចព្រះអង្គគឺជាផ្លូវតែមួយគត់ដើម្បីឲ្យយើងទៅកាន់ព្រះបើព្រះបន្ទូលរបស់ព្រះអង្គថាព្រះអង្គមានតែផ្លូវតែមួយហេតុអីបានជាមនុស្សទាំងអស់គេមិនព្រមចូលមកតាមផ្លូវព្រះអង្គអានេះជាសំណួរហេតុអីបានជាមនុស្សទាំងអស់គេខំប្រឹងរកផ្លូវរបស់គេហេតុអីបានជាមនុស្សទាំងអស់គេខំស្វែងរកវិធីរបស់គេដើម្បីនឹងគេនឹងបានទៅយល់ព្រះអង្គដោយសារតែអំពើបាបនោះឯងអំពើបាបនោះឯងដែលវាចេញមកអំពើបាបនោះឯងដែលវាបង្កើតជារបាំងអំពើបាបនោះឯងដែលវាធ្វើវារារាំងវាខាំងមិនឲ្យមនុស្សបានចូលទៅចិត្តព្រះគឺនៅក្នុងព្រះគម្ពីរអេសាយចំពោះ59ខ2ហើយបើយើងមើលនៅក្នុងកន្លែងហ្នឹងបើសិនជាស្ពានមេត្រីរបស់ព្រះអង្គបានបិទបាំងគម្លាតគេនឹងបាត់បង់ហើយគេនឹងអស់សង្ឃឹមនៅក្នុងអំពើបាបនោះគឺព្រះគម្ពីរអេសាយចំពោះ59ខ2ប្រាប់យើងឲ្យយើងឃើញម្ដងឯងហ្នឹងគឺជាអំពើបាបទី1ហើយនៅក្នុងមួយទៀតយើងឃើញព្រះអង្គបានយាងមកដើម្បីនឹងបិទគម្លាតរបស់ព្រះអង្គតាមរយៈការសុគតព្រោះយើងមើលអាកាសហ្នឹងគឺវាបែកទៅវិញ្ញាណយើងចេញដាច់ឆ្ងាយមែនតើប៉ុន្តែព្រះអង្គប្រទានព្រះយេស៊ូវមកដើម្បីឲ្យកុំឲ្យយើងនឹងឃ្លាតឆ្ងាយពីព្រះអង្គដើម្បីឲ្យមនុស្សទាំងអស់ហ្នឹងបានចូលមកជិតព្រះអង្គវិញដើម្បីឲ្យព្រះអង្គបានជាស្ពានដើម្បីឲ្យព្រះអង្គបានជាមធ្យោបាយមួយដើម្បីឲ្យមនុស្សទាំងអស់បានចូលមកប៉ុន្តែមនុស្សគេនៅតែមានចិត្តរឹងរូសហើយបើយើងមើលត្រង់កន្លែងហ្នឹងបើសិនជាគ្មានព្រះអង្គមិនបានមានបច្ចុប្បន្នរស់ឡើងវិញទេផ្លូវទាំងអស់ហ្នឹងវាមិនបានឲ្យមនុស្សជាតិបានចូលមករកព្រះអង្គទេព្រះគម្ពីរយូហានចំពោះ14ខ6ថាម៉េចទ្រង់តែម្នាក់គត់ដែលបង់ថ្លៃសម្រាប់អំពើបាបរបស់យើងទាំងអស់គ្នាគឺព្រះអង្គទេតែម្នាក់គត់ដែលព្រះអង្គបានប្រោសលោះយើងសងថ្លៃអំពើបាបរបស់យើងទាំងអស់គ្នាបើព្រះអង្គមិនបានមកប្រោសលោះយើងទាំងអស់គ្នាយើងនឹងមិនរួចពីអំពើបាបទេបងប្អូនយើងនឹងជាប់នៅអំពើបាបដូចអ្នកដទៃទៀតដែលគេមានចិត្តក្នុងរូបហើយបើយើងមើលមួយទៀតគឺក្នុងព្រះវិកេការចំពោះ14ខ2ប្រាប់យើងថាម៉េចថាគ្មានឈ្មោះណាទៀតនៅក្នុងក្រោមឋានសួគ៌នៅលើផែនដីដែលយើងនឹងអាចទៅសង្គ្រោះឡើយអត់មានអ្នកណាម្នាក់មកជួយយើងបានឲ្យយើងរួចពីសង្គ្រោះទេបើសិនជាមានអ្នកណាម្នាក់គេមកប្រាប់យើងថាអូខ្ញុំនេះជាអ្នកដែលមកអង្គបង្កើតឲ្យមកសង្គ្រោះបងប្អូនកុំធ្លាក់ចូលទៅក្នុងសេចក្តីបញ្ឆោតរបស់គេឡើយនឹងគឺព្រះអង្គបានបង្ហាញឲ្យយើងឃើញនៅក្នុងព្រះគម្ពីរកិច្ចការចំពោះ4ខ12មួយទៀតយ៉ាងម៉េចបើយើងមើលនៅក្នុងផងហ្នឹងព្រះអង្គគឺជាអ្នកសម្របសម្រួលយើងព្រះអង្គគឺជាអ្នកឈរនៅកណ្ដាលមនុស្សជាតិហើយព្រះអង្គគឺទ្រង់ជាព្រះហើយព្រះអង្គបានផ្សះផ្សាយើងអំពីការដែលព្រះអង្គបានសគត់នៅលើឈើឆ្កាងដើម្បីឲ្យយើងទាំងអស់គ្នាបានរួចពីសេចក្តីស្លាប់គឺនៅក្នុងព្រះគម្ពីរទីម៉ូថេទី1ចំពោះ2ខ5ដល់ខ6ហើយនៅក្នុងព្រះគម្ពីរលូកាក៏បង្ហាញឲ្យយើងឃើញជាឧទាហរណ៍មួយទៀតដែរនៅក្នុងលូកាចំពោះ15ខ11ដល់ខ32បងប្អូនមើលអំពីដែលកូនប្រុសដែលបាត់បង់ដែលវង្វេងដែលចេញពីឪពុកនៅពេលដែលកូនប្រុសនឹងត្រឡប់មករកឪពុកវិញសួរថាតើព្រះអង្គមានអំណរយ៉ាងណាហើយព្រះអង្គបានទទួលកូននឹងដោយភាពអសប្បាយដោយរីករាយព្រមទាំងជប់លៀងឲ្យកូនទៀតនៅពេលដែលឃើញកូនដែលបាត់បង់ហើយងាកបែរមករកព្រះអង្គ
ព្រះអង្គមានអំណរព្រះអង្គថ្វាយសារីរងព្រះអង្គជប់លៀងព្រះអង្គនេះឲ្យដូច្នេះសេចក្តីស្រឡាញ់របស់ព្រះអង្គគឺដូចគ្នាជាមួយនឹងកូនពៅវង្វេងបាត់បង់នៅក្នុងព្រះគម្ពីរលូកាឥឡូវយើងមើលចំណុចទី2ព្រះអង្គគឺជាសេចក្តីពិតបើយើងមើលថាព្រះអង្គជាសេចក្តីពិតយ៉ាងម៉េចពិភពលោកគឺពោពេញទៅដោយការបោកប្រាស់ពិភពលោកគឺពោពេញទៅដោយមនោគមវិជ្ជាដែលបំផុសបំផុលមនុស្សមិនឲ្យចូលមករកព្រះអង្គពិភពលោកគឺជាកន្លែងមួយដែលបង្ហាញពីគោលលទ្ធិមិនពិតប្រកបហើយមានសេចក្តីសន្យាច្រើនណាស់ដែលធ្វើឲ្យមនុស្សខូចបាត់បង់ធ្វើឲ្យមនុស្សវង្វេងធ្វើឲ្យមនុស្សមិនបានទទួលនូវសេចក្តីសង្គ្រោះពិតប្រាកដដោយសារអីដោយសារពួកគេកុហកដោយសារពួកគេបិឆោតដោយសារពួកគេមកបន្លំឲ្យមនុស្សទាំងអស់នឹងជឿហើយខំប្រឹងធ្វើតាមគេដូចគ្នាពីរឿងដែលយើងទៅឋានប្រចាំទៅភពវិគាអញ្ចឹងគេថាឲ្យតែយើងមានលុយយើងទៅបានទៅនៅឋានប្រចាំហើយចាំបាច់ទៅមកជឿព្រះយេស៊ូវទេនោះគឺជាសេចក្តីបញ្ឆោតមួយឲ្យមនុស្សទាំងអស់នឹងគេអ្នកមានគេគិតនៅគេថាអូគេខំប្រឹងឲ្យតែលុយទេបើគេរកលុយបានគេនឹងតែបង្កើតកូនគេទៅបង្កើតគ្រួសារគេនៅលើនៅឋានសួគ៌ប៉ុន្តែសួរថាតើគេនឹងបានទៅឋានសួគ៌ពិតប្រាកដប៉ុន្តែព្រះគម្ពីរត្រង់ឡើងថាមានតែព្រះអង្គមួយទេដែលជាសេចក្តីពិតអ្វីទាំងអស់ដែលពិភពលោកគេកំពុងតែបង្ហាញដែលពិភពលោកគេកំពុងតែបញ្ចេញឲ្យបងប្អូនឃើញគឺជាមិនមែនជាសេចក្តីពិតទេដោយសារអីដោយសារព្រះយេស៊ូវគ្រីស្ទបានប្រកាសព្រះអង្គទ្រង់ថាព្រះអង្គគឺជាសេចក្តីពិតហើយអ្វីដែលនៅខាងក្រៅព្រះអង្គគឺជាសេចក្តីមិនពិតទេគឺនៅក្នុងព្រះគម្ពីរយ៉ូហានចំពោះ14ខ6បងប្អូនចំណុចមួយទៀតយ៉ាងម៉េចព្រះយេស៊ូវបានបើកសម្ដែងអំពីការពិតរបស់ព្រះអង្គដោយព្រះអង្គបានយាងមកដើម្បីព្រះអង្គបង្ហាញពីលក្ខណៈពិតរបស់ព្រះអង្គគឺជាសេចក្តីស្រឡាញ់សេចក្តីស្រឡាញ់របស់ព្រះអង្គគឺជាសេចក្តីស្រឡាញ់ដែលឥតលក្ខខណ្ឌគឺជាសេចក្តីស្រឡាញ់ដោយព្រះគុណគឺជាសេចក្តីស្រឡាញ់ដោយយុត្តិធម៌គឺជាសេចក្តីស្រឡាញ់ដែលមិនមានមនុស្សណាម្នាក់អាចធ្វើបានដោយព្រះអង្គទេនោះគឺនៅក្នុងព្រះគម្ពីរយ៉ូហានចំពោះ1ខ18គឺនៅពេលណាដែលយើងនៅក្នុងព្រះអង្គយើងនឹងឃើញព្រះអង្គនៅពេលណាដែលជីវិតរបស់អ្នកគ្រីស្ទបរិស័ទបាននៅក្នុងព្រះអង្គជាប់ជាមួយនឹងព្រះវិញ្ញាណបរិសុទ្ធគេនឹងមើលមកគេនឹងឃើញព្រះយេស៊ូវគ្រីស្ទនៅក្នុងជីវិតរបស់អ្នកនោះហើយគឺជាសេចក្តីស្រឡាញ់នោះហើយគឺជាបន្ទាល់ដែលយើងទាំងអស់គ្នាបានឃើញថាព្រះអង្គគឺជាសេចក្តីពិតព្រះអង្គបង្ហាញជាសេចក្តីពិតនៅក្នុងចំណោមយើងទាំងអស់គ្នាទាំងបងប្អូនដែលបងប្អូនរស់នៅដោយការខកខ្លាចព្រះដោយសារបងប្អូនរស់នៅដោយការស្ដាប់បង្គាប់ដោយសារបងប្អូនបានរស់នៅជីវិតពេញបរិបូរណ៍នៅក្នុងព្រះអង្គនោះហើយគឺជាសេចក្តីពិតសេចក្តីពិតរបស់ព្រះអង្គដែលមាននៅក្នុងជីវិតរបស់យើងគឺមិនមែនជាសេចក្តីពិតដែលពិភពលោកទាំងមូលគេមកបញ្ឆោតគេបោកប្រាស់ដើម្បីឲ្យគេបានជាប្រយោជន៍នៅក្នុងជីវិតរបស់គេនោះទេគឺជាសេចក្តីពិតរបស់យើងដែលជាគ្រីស្ទបរិស័ទគឺគេអីគឺគេឃើញសេចក្តីពិតរបស់ព្រះអង្គគឺគេធ្វើនៅក្នុងសេចក្តីស្រឡាញ់របស់ព្រះអង្គនោះហើយគឺជាគេហៅថាព្រះគុណនោះហើយគឺជាសេចក្តីយុត្តិធម៌ដែលព្រះបានបង្ហាត់បង្រៀននៅក្នុងជីវិតរបស់យើងក្នុងចំណោមពួកយើងសេចក្តីពិតនាំមកនៅក្នុងសេរីភាពនោះគឺជាសេរីភាពយ៉ាងម៉េចបើយើងមើលទៅផងនឹងថាហេតុអីបានជានៅក្នុងព្រះគម្ពីរយ៉ូហានចំពោះ8ខ32ចែងថាអ្នកនឹងដឹងសេចក្តីពិតហើយសេចក្តីពិតនឹងដោះលែងអ្នករាល់គ្នាសេចក្តីពិតនឹងដោះយើងឲ្យរួចដោយសារអីដោយសារតែជីវិតដែលយើងរស់នៅបំផ្លាស់ប្រែពីជីវិតចាស់របស់យើងបើយើងមើលនៅក្នុងតអាឡែនហេតុអីបានជានៅក្នុងព្រះគម្ពីរថានៅពេលណាដែលយើងស្គាល់សេចក្តីពិតគឺយើងមានសេរីភាពគឺយើងមានសេរីភាពដោយសារអីដោយថាយើងមិនជ្រើសរើសធ្វើផ្លូវអាក្រក់នឹងបន្តទៅទៀតទេសេរីភាពរបស់យើងគឺពេលណាដែលយើងបានស្គាល់សេចក្តីពិតរបស់ព្រះយើងមិនធ្វើការអ្វីដែលលោកីនាំមកយើងមកធ្វើនោះទេនោះហើយគឺជាសេរីភាពរបស់យើងអត់ធ្លាក់ចូលទៅក្នុងសេចក្តីល្បួងរបស់អរិយសាតាំងនឹងទៀតទេនោះហើយគឺជាសេរីភាពរបស់យើងបើសិនជាយើងមិនបានស្គាល់សេចក្តីពិតយើងនៅតែប្រព្រឹត្តយើងនៅតែធ្វើតាមជីវិតចាស់របស់យើងដដែលយើងអត់មានសេរីភាពទេនៅពេលណាដែលយើងអត់បានព្រះវិញ្ញាណដឹកនាំយើងអត់មានសេរីភាពទេគឺយើងធ្វើទៅតាមអំណាចនៃអំពើបាប
ដូច្នេះតងឡើងនឹងហើយដែលយើងមើលនៅក្នុងព្រះគម្ពីរយូហានចំពុក8ខ32គឺបញ្ជាក់ឲ្យយើងឃើញថាបើយើងស្គាល់សេចក្តីពិតនឹងប្រោសយើងឲ្យរួចហើយការដែលយើងបដិសេធនៅសេចក្តីពិតវានឹងនាំយើងយ៉ាងម៉េចវានឹងនាំយើងទៅក្នុងសេចក្តីវិនាសអ្នកណាដែលបដិសេធនៅក្នុងសេចក្តីពិតរបស់ព្រះយេស៊ូវគ្រីស្ទទីបំផុតអ្នកនោះនឹងប្រឈមមុខនៅក្នុងសេចក្តីជំនុំជម្រះរបស់ព្រះអង្គនៅពេលដែលព្រះអង្គបានយាងមកជាលើកទី2គឺនៅក្នុងព្រះគម្ពីរម៉ាថាយចំពុក19ខ16ដល់ខ22គឺបងប្អូនយើងបង្ហាញឲ្យយើងឃើញអ្នកគ្រប់គ្រងវ័យក្មេងគេចង់ស្វែងរកសេចក្តីពិតអស់កលជានិច្ចប៉ុន្តែគេបានបដិសេធសេចក្តីពិតរបស់ព្រះយេស៊ូវដោយគេជ្រើសរើសយកទ្រព្យសម្បត្តិរបស់គេខាងលោកីវិញនៅពេលដែលយើងឃើញអ្នកមាននឹងឡាសាបងប្អូនឃើញសាច់រឿងនៅតងហើយហ្នឹងគឺគេបដិសេធព្រះអង្គគេខំប្រឹងរលួយគេខំធ្វើយ៉ាងម៉េចឲ្យគេបានមានមហាសាលហើយគេមិនទទួលព្រះអង្គគេគិតថាទ្រព្យសម្បត្តិនឹងជួយគេប៉ុន្តែទីបញ្ចប់នៅពេលដែលគេស្លាប់ទៅពេលដែលគេរស់នៅគេមើលងាយឡាសាគេវេទនាពេលដែលគេស្លាប់ទៅគេឃើញឡាសាគេមានគេសុំឡាសាថាម៉េចសុំឲ្យខ្ញុំផឹកទឹកឲ្យទឹកខ្ញុំផឹកផងខ្ញុំស្រែកប៉ុន្តែព្រះអង្គថាម៉េចហួសពេលហើយគេចង់សុំព្រះអង្គថាម៉េចគេថាព្រះអង្គឲ្យសុំឲ្យខ្ញុំបានឡើងមកខាងលើវិញប្រាប់បងប្អូនខ្ញុំថាឲ្យជឿព្រះយេស៊ូវទៅនៅខាងក្រោមវេទនាណាមានលុយក៏មិនដឹងធ្វើអីកើតដែរប៉ុន្តែព្រះអង្គថាហួសពេលហើយតងឡើងហ្នឹងហើយគឺជាអ្នកមានវ័យក្មេងនៅក្នុងឧទាហរណ៍នៅក្នុងព្រះគម្ពីរម៉ាថាយចំពោះ19បងប្អូនមើលហើយឃើញពីការពិតនៅក្នុងកាលហ្នឹងតងឡើងណាគឺជាសេចក្តីពិតហើយបើយើងមើលព្រះអង្គបានសរសេរបង្ហាញនៅក្នុងសេចក្តីពិតសួរថាតើមនុស្សទាំងអស់ហេតុអីបានជាគេមិនព្រមទទួលសេចក្តីពិតគេសុខចិត្តទៅទទួលសេចក្តីដែលមិនពិតនោះវិញគឺនោះហើយគឺជាអំពើបាបដោយសារអីដោយសារពិភពលោកទាំងមូលហ្នឹងគឺពោពេញទៅដោយមនោគមវិជ្ជាបោកប្រាស់អត់មានមនោគមវិជ្ជាណាមួយដែលធ្វើឲ្យមនុស្សនឹងបានចុះចូលជាមួយនឹងព្រះអង្គទេគឺគេបោកប្រាស់គេយកអ្វីទាំងអស់ភាពមានបានគេយកអ្វីដែលមាននៅលើផែនដីនឹងយកមកបង្កើតឲ្យមនុស្សឃើញពីមនោគមវិជ្ជាបោកប្រាស់របស់គេហើយឃើញពីគោលលទ្ធិដែលគេបញ្ឆោតមនុស្សឲ្យខំប្រឹងរកនៅក្នុងវិធីឥឡូវមកចំណុចទី3ព្រះយេស៊ូវជាជីវិតមានន័យយ៉ាងម៉េចការស្លាប់ខាងឯវិញ្ញាណដោយគ្មានព្រះយេស៊ូវគ្រប់គ្នាបានប្រព្រឹត្តអំពើបាបនោះគឺជាចំណុចកន្លែងនោះសំខាន់ណាស់បងប្អូនពិចារណាផងហ្នឹងមែនទេថានៅពេលណាដែលយើងស្លាប់ខាងវិញ្ញាណដែលមិនបានទទួលព្រះយេស៊ូវគ្រីស្ទនោះគឺជាអំពើបាបមួយហើយយើងខ្វះសេរីរុងរឿងរបស់ព្រះនៅក្នុងជីវិតរបស់យើងហើយយើងនឹងប្រឈមមុខនៅក្នុងជីវិតនៅក្នុងសេចក្តីជំនុំជម្រះព្រះគម្ពីររ៉ូមចំពោះ3ខ23ថាបើគ្មានព្រះយេស៊ូវទេយើងនឹងស្លាប់ខាងឯវិញ្ញាណគឺជាការពិតប្រាកដណាស់នៅពេលណាដែលយើងស្លាប់ខាងឯវិញ្ញាណយើងបានទទួលអំពើបាបមួយហើយយើងមិនបានរួចពីសេចក្តីជំនុំជម្រះរបស់ព្រះទេដូច្នេះបងប្អូនហើយបើព្រះអង្គទ្រង់ជាជីវិតឲ្យយើងបានទទួលព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះនៅក្នុងជីវិតរបស់បងប្អូនលោកអ្នកដើម្បីកុំឲ្យបងប្អូនជាប់នៅក្នុងអំណាចនៃអំពើបាបព្រះអង្គបានប្រទានជីវិតអស់កលតាមការដែលព្រះអង្គបានសគត់នៅលើឈើឆ្កាងតាមការដែលព្រះអង្គបានមានបញ្ជូនរស់ឡើងវិញដែលព្រះអង្គបានផ្ដល់ជីវិតអស់កលសម្រាប់យើងទាំងអស់គ្នាដែលជាអ្នកជឿព្រះអង្គគឺនៅក្នុងព្រះយូហានព្រះគម្ពីរយូហានចំពោះ11ខ25គឺព្រះអង្គបានប្រទានជីវិតអស់កលសម្រាប់យើងទាំងអស់គ្នាដែលជាអ្នកជឿព្រះអង្គដូច្នេះសូមឲ្យបងប្អូនបានទទួលជីវិតអស់កលរបស់ព្រះជាម្ចាស់ដើម្បីឲ្យយើងបានទទួលនូវព្រះវិញ្ញាណបរិសុទ្ធរបស់ព្រះអង្គគង់នៅក្នុងជីវិតរបស់បងប្អូនលោកអ្នកកុំឲ្យបងប្អូនបានរងនៅអំពើបាបបន្តទៅទៀតកុំឲ្យបងប្អូនបានជាប់ជំនុំជម្រះរបស់ព្រះអង្គនៅពេលដែលព្រះអង្គយាងមកជាលើកទី2ដូច្នេះបងប្អូនណាជីវិតដ៏ពេញបរិបូរណ៍របស់យើងនៅពេលណាដែលជីវិតដែលយើងមានព្រះគឺនៅក្នុងព្រះគម្ពីរយូហានចំពុក10ខ10បង្ហាញឲ្យយើងថាម៉េចថាព្រះអង្គមិនគ្រាន់តែយាងមកដើម្បីឲ្យយើងបានមានជីវិតអស់កលតែប៉ុណ្្នឹងទេប៉ុន្តែព្រះអង្គបានបទានយើងឲ្យយើងបានជាបរិបូរណ៍ពេញខ្នាតឲ្យយើងបានជាបរិបូរណ៍ពេញដោយព្រះវិញ្ញាណទាំងនោះឲ្យយើងបានពេញដល់បរិបូរណ៍នៅគ្រប់អ្វីដែលយើងមាននៅក្នុងជីវិតរបស់យើងគឺភាពស្កប់ស្កល់នៅពេលណាដែលបងប្អូនមានភាពស្កប់ស្កល់នៅក្នុងជីវិតអ្វីទាំងអស់ដែលគេមកបង្ហាញ
អ្វីៗទាំងអស់គឺធ្វើឲ្យយើងមិនមានអារម្មណ៍នឹងចង់បានហួសហេតុនោះទេព្រោះតែយើងគិតថារបស់ទាំងអស់ហ្នឹងគឺជាបដិសង្ឃព្រោះតែយើងដឹងថាភាពសម្បូរសប្បាយភាពរុងរឿងនៅអ្វីដែលយើងមាននៅក្នុងជីវិតរបស់យើងនោះហើយគឺជាភាពពេញបរិបូរណ៍ដែលព្រះបានឲ្យនៅក្នុងជីវិតរបស់យើងឥឡូវបើយើងមើលនៅក្នុងចំណុចមួយទៀតជីវិតរបស់យើងហួសពីភ្នូសម្រាប់របស់យើងអ្នកជឿសម្រាប់យើងអ្នកជឿសេចក្តីស្លាប់មិនមែនជាទីបញ្ចប់ទេប៉ុន្តែសម្រាប់អ្នកដែលអត់ជឿគេថាសេចក្តីស្លាប់របស់គេគឺជាទីបញ្ចប់ហើយហេតុអីបើបងប្អូនមើលនៅក្នុងត្រង់ហ្នឹងយើងមើលថ្មីក៏យើងឃើញមានបងប្អូនយើងអ្នកជឿស្លាប់សួរថាតើគេដល់ទីបញ្ចប់របស់គេទេមិនមែនជាទីបញ្ចប់ទេនៅក្នុងព្រះគម្ពីរសេចក្តីស្លាប់គឺគ្រាន់តែជាការដែលយើងដេកលក់តែប៉ុណ្្នឹងទេហើយព្រះអង្គបានសន្យានៅក្នុងព្រះគម្ពីរថេសាឡូនីកទី1ថានៅពេលដែលព្រះអង្គយាងមកព្រះអង្គនឹងលើកអ្នកដែលដេកលក់នឹងទៅលើអាកាសមុនគេអ្នកដែលយើងកំពុងតែនៅរស់ព្រះអង្គនឹងលើកយើងទៅជួបគ្នានៅលើអាកាសដូច្នេះអ្នកដែលស្លាប់អ្នកដែលមិនទាន់ស្លាប់គេនឹងជួបគ្នាហើយគេនឹងអបអរសាទរគេនឹងសរសើរដល់ការព្រះអង្គជាមួយគ្នាដូច្នេះសេចក្តីស្លាប់របស់អ្នកជឿគឺមិនមែនជាទីបញ្ចប់ទេព្រះអង្គដោយសារព្រះអង្គបានឈ្នះសេចក្តីស្លាប់ហើយព្រះអង្គបានប្រទានឲ្យយើងនៅសេចក្តីសង្ឃឹមនិងជីវិតអកលជាមួយនឹងព្រះអង្គដូច្នេះកុំឲ្យយើងអស់សង្ឃឹមកុំឲ្យយើងអស់សង្ឃឹមថាបើយើងស្លាប់ទៅនោះគឺទីបញ្ចប់នៃជីវិតរបស់យើងមិនមែនដូច្នោះទេដោយសារយើងមានជីវិតជាមួយនឹងព្រះអង្គម្ចាស់ដែលទ្រង់ប្រទានឲ្យយើងមានជីវិតអកលបើយើងមើលបងប្អូនមើលនៅក្នុងឡាសាគាត់នៅលើផែនដីគាត់ក្រណាស់គាត់ទៅសុំទានគេគាត់ទៅសុំតែមហូបដែលនៅសល់ពីអ្នកមានក្មេងនឹងគេមិនឲ្យផងប៉ុន្តែនៅពេលដែលគាត់ពេលដែលព្រះអង្គបានប្រោសគាត់ឲ្យរួចគឺគាត់មានអំណាចគាត់មានជីវិតថ្មីជាមួយនឹងព្រះអង្គគេលើកគាត់យកមកដាក់ឲ្យព្រះអង្គបានប្រោសឲ្យគាត់នោះហើយគឺជាជីវិតដែលព្រះបានប្រទាននេះចឹងកុំឲ្យបងប្អូនអស់សង្ឃឹមនៅក្នុងព្រះគម្ពីរយ៉ូហានចំពោះ11បងប្អូនមើលអាចនឹងឃើញថាព្រះអង្គគឺជាជីវិតសម្រាប់យើងគឺព្រះអង្គប្រទានជីវិតអកលគឺព្រះអង្គបានឈ្នះសេចក្តីស្លាប់នៅពេលដែលព្រះអង្គបានឈ្នះសេចក្តីស្លាប់នោះហើយគឺជាជីវិតអកលដែលយើងមាននៅជាមួយនឹងព្រះជាម្ចាស់ឥឡូវយើងមើលចំណុចពីសារៈសំខាន់នៃការដែលយើងទទួលព្រះយេស៊ូវគ្រីស្ទជាព្រះអង្គសង្គ្រោះរបស់យើងជីវិតនិងភាពដែលមិនប្រកបប្រជារបស់យើងអត់ដឹងថានឹងមានការអ្វីកើតឡើងនៅថ្ងៃស្អែកទេទាំងអស់គ្នាទាំងបងប្អូនទាំងខ្ញុំយើងទាំងអស់គ្នាមិនបានសន្យាសម្រាប់ថ្ងៃស្អែកទេយើងអត់បានដឹងថានឹងមានអ្វីកើតឡើងនៅថ្ងៃស្អែកទេព្រះគម្ពីរយ៉ាកុបចំពោះ14ខ14ដូច្នេះនៅក្នុងថ្ងៃនេះយើងត្រូវតែចាប់យកឱកាសនោះឲ្យបានបើសិនជាបងប្អូនបាត់បង់ឱកាសហើយបងប្អូនមិនបានចាប់យកឱកាសនៅក្នុងថ្ងៃនេះទេបងប្អូននឹងបាត់បង់ឱកាសសម្រាប់ថ្ងៃហ្នឹងហើយដោយសារអីដោយសារយើងអត់ដឹងថាថ្ងៃស្អែកនឹងមានអ្វីកើតឡើងទេកុំឲ្យយើងបាត់បង់ឱកាសហើយមេរៀនថ្ងៃហ្នឹងខ្ញុំចង់ឲ្យបងប្អូនចាប់យកឱកាសថ្ងៃហ្នឹងដើម្បីកុំឲ្យយើងបាត់បង់នៅថ្ងៃស្អែកដោយសារអីដោយសារជីវិតរបស់យើងអត់ប្រកបពីជាតិទេបងប្អូនយើងអត់ដឹងថានឹងមានអ្វីកើតឡើងហើយនៅក្នុងថ្ងៃស្អែកនៅព្រះគម្ពីរយ៉ាកុបបង្រៀនយើងឲ្យយើងឃើញនៅក្នុងចំពោះ4ខ14ហើយបើសិនជាយើងមើលត្រង់កន្លែងហ្នឹងបើព្រះអង្គឈរនៅមាត់ទ្វារហើយព្រះអង្គគោះយើងហើយយើងអត់បើកយើងនឹងបាត់បង់ឱកាសហើយព្រះគម្ពីរវិវរណៈចំពោះ3ខ20ប្រាប់យើងថាម៉េចព្រះយេស៊ូវកំពុងតែអញ្ជើញបងប្អូនឥតឈប់ឈរព្រះអង្គកំពុងតែឲ្យយើងមានទំនាក់ទំនងជាមួយនឹងព្រះអង្គឥតឈប់ឈរប៉ុន្តែយើងអត់ឆ្លើយតបយើងនឹងបាត់បង់ឱកាសហើយប៉ុន្តែសម្រាប់អ្នកដែលគេឆ្លើយតបគេមិនបានបាត់បង់ឱកាសទេគេបានទទួលជីវិតអកលជាមួយនឹងព្រះអង្គនោះហើយគឺជាសារៈសំខាន់បើសិនជាថ្ងៃនេះបងប្អូនបាត់បង់ឱកាសមិនបានទទួលព្រះអង្គបងប្អូននឹងបាត់បង់ឱកាសហើយបើសិនជាយើងបដិសេធព្រះអង្គគឺជាការដែលយើងបដិសេធពីជីវិតអកលរបស់ព្រះអង្គគឺជាយើងបដិសេធ
ពីសេចក្តីសង្គ្រោះរបស់ព្រះអង្គនិងជីវិតអកលរបស់ព្រះអង្គនៅក្នុងព្រះគម្ពីរយូហានជំពូក3ខ36នោះហើយគឺជាសារៈសំខាន់នៃការដែលយើងទទួលជឿព្រះយេស៊ូវគ្រីស្ទពេលវេលានៃសេចក្តីសង្គ្រោះគឺនៅក្នុងពេលនេះឯងបងប្អូនកុំឲ្យយើងចាំស្អែកកុំឲ្យយើងចាំបន្តិចទៀតចាំពេលណាយើងមានអារម្មណ៍ល្អកុំឲ្យយើងចាំឲ្យកុំឲ្យយើងបាត់បង់ឱកាសនៅក្នុងព្រះគម្ពីរកូរិនថូសទី2ចំពោះ6ខ2ថាម៉េចគឺដាស់តឿនយើងកុំឲ្យយើងពញាពេលប៉ុន្តែត្រូវទទួលការផ្ដល់នៃសេចក្តីសង្គ្រោះរបស់ព្រះអង្គនៅក្នុងថ្ងៃនេះចោលនៅលើឈើឆ្កាងបងប្អូនមើលគំរូចោលនៅលើឈើឆ្កាងយើងមានឃើញចោល2នាក់សងខាងនៅពេលដែលគេយកព្រះអង្គទៅឆ្កាងព្រះអង្គនៅកណ្ដាលចោលមួយបាត់បង់ឱកាសចោលមួយបានទទួលឱកាសនៃសេចក្តីសង្គ្រោះហេតុអីបានម្នាក់គេឌឺដងគេប្រមាថព្រះអង្គគេថាម៉េចថាបើព្រះអង្គជាព្រះមែនហេតុអីបានព្រះអង្គមិនសង្គ្រោះខ្លួនឯងប៉ុន្តែចោលម្នាក់ទៀតគេថាម៉េចថាព្រះអង្គហើយបើព្រះអង្គទៅដល់ឋានសួគ៌សូមផ្លេចទូលបង្គំយើងមើលត្រង់ឡើងនោះគឺជាឱកាសនោះគឺជាគំរូគឺជាឧទាហរណ៍នោះគឺជាសារៈសំខាន់ណាស់បើសិនជាយើងបាត់បង់ឱកាសយើងមិនបានទទួលសេចក្តីសង្គ្រោះដូចចោលម្នាក់នោះចឹងប៉ុន្តែបើយើងគ្រាន់តែលន់តួយើងគ្រាន់តែសូមទៅព្រះអង្គយើងបានសង្គ្រោះនៅក្នុងថ្ងៃនេះដូចជាមេរៀនប្រមាញ់ចឹងមេរៀនប្រមាញ់យើងមើលតាគាត់ឈឺ38ឆ្នាំព្រះអង្គសួរថាតើឯងចង់ជាអត់គាត់អត់ឆ្លើយទៅព្រះអង្គទេប៉ុន្តែគាត់ថាគាត់ complain ទៅវិញគាត់ឆ្លើយទៅប្រាប់ទៅព្រះអង្គវិញគាត់ប្តឹងទៅព្រះអង្គវិញថាព្រះអង្គឲ្យនៅពេលដែលទឹកនឹងវាកូរឡើងមានគេចង់ជួយខ្ញុំថាគេនឹងដាក់ខ្ញុំចូលទៅក្នុងនឹងហើយនេះប៉ុន្តែមានអាមួយនោះវាមកកាត់មុខខ្ញុំទៀតខ្ញុំនៅឈឺនឹងអស់38ឆ្នាំព្រះអង្គមានបន្ទូលទៅគាត់ថាម៉េចងើបឡើងលើកក្រែនឯងដើរទៅពេលនោះគាត់ងើបឡើងភ្លាមគាត់ដើរទៅគាត់អរគុណព្រះអង្គមិនគាត់ជឿហើយគាត់ដើរទៅបងគេមើលមកវិញថាហើយបានឯងរឿងមកកទេលេដល់ថ្ងៃសម្រាប់ហ្នឹងគេចង់រឿងគាត់ទៀតអង្គថានោះអ្នកដែលមើលខ្ញុំជាប្រាប់ឲ្យខ្ញុំខែខ្ញុំឡើងចេះដល់យើងមើលនៅក្នុងតង់ឡានហ្នឹងគឺគាត់អត់បាត់បង់ឱកាសទេហើយថ្ងៃនេះបើសិនជាបងប្អូនមិនទាន់បានទទួលព្រះយេស៊ូវគ្រីស្ទហើយបងប្អូនបានឃើញសារៈសំខាន់នៃការដែលបងប្អូនទទួលបានសេចក្តីសង្គ្រោះខ្ញុំគាត់តែជួយលើកទឹកចិត្តបងប្អូនកុំឲ្យបាត់បង់ឱកាសនៅក្នុងថ្ងៃនេះបងប្អូនកុំចាំស្អែកបើចាំស្អែកបងប្អូននឹងបាត់បង់ឱកាសហើយយើងមើលពីអំណាចរបស់ព្រះអង្គវិញតើព្រះអង្គមានអំណាចយ៉ាងម៉េចការសង្គ្រោះនៅក្នុងព្រះនាមរបស់ព្រះអង្គនៅក្នុងព្រះគម្ពីរកិច្ចការចំពោះ4ខ12ថាម៉េចថាគ្មានឈ្មោះណាមួយនៅក្រោមឋានសួគ៌ដែលនឹងត្រូវបានសង្គ្រោះឡើយបើមិនមានព្រះនាមរបស់ព្រះអង្គដូច្នេះបងប្អូនឯងកុំជឿនៅអ្វីដែលគេមកប្រកាសនៅអ្វីដែលគេនឹងប្រាប់យើងឲ្យយើងមើលថាបើមិនមានព្រះនាមព្រះអង្គនៅក្នុងនោះទេកុំឲ្យយើងញឹមហើយព្រះនាមរបស់ព្រះអង្គគឺនាំមកយើងនៅក្នុងការព្យាបាលព្រះនាមរបស់ព្រះអង្គនាំយើងមកនៅក្នុងសេចក្តីសង្គ្រោះនៅក្នុងព្រះគម្ពីរម៉ាកុសចំពោះ16ដូច្នេះអ្នកជឿយើងត្រូវតែផ្ដល់សិទ្ធិអំណាចយើងត្រូវតែឃើញពីរដ្ឋអំណាចពី the authority ភាសាអង់គ្លេសតែព្រះអង្គគឺមានគ្រប់ទាំង authority ព្រះអង្គមានគ្រប់ទាំងអំណាចនៅលើច្បាប់អស់ទាំងនៅលើផែនដីនៅលើច្បាប់អស់ទាំងមនុស្សដែលគេបង្កើតព្រះអង្គមានគ្រប់ទាំងអស់ដើម្បីនឹងព្យាបាលមនុស្សដើម្បីនឹងដេញអារក្សដើម្បីនឹងមើលអ្នកជំងឺឲ្យជាដូចជានៅក្នុងព្រះគម្ពីរដែលយើងបានឃើញព្រះនាមរបស់ព្រះអង្គបានផ្ដល់ឲ្យយើងបានចូលទៅតាមរយៈព្រះយេស៊ូវហើយយើងចូលទៅរកបល្ល័ង្ករបស់ព្រះអង្គតាមប្រគុណដែលទ្រង់បានផ្ដល់ដល់យើងដល់សេចក្តីក្លាហានដូច្នេះបងប្អូនមើលនៅក្នុងព្រះគម្ពីរហេព្រើរចំពោះ4ខ16បងប្អូននឹងឃើញពីបល្ល័ង្ករបស់ព្រះអង្គរាល់ជង្គង់ត្រូវក្រាបថ្វាយព្រះនាមរបស់ព្រះអង្គនៅក្នុងព្រះគម្ពីរហ្វីលីបនៅពេលដែលគ្រប់ជង្គង់ទាំងអស់បានលុតជង្គង់ហើយថ្វាយបង្គំព្រះអង្គថាថ្ងៃនោះយើងនឹងឃើញពេលវេលារបស់ព្រះអង្គជិតមកដល់ហើយគ្រប់តែជង្គង់លុតចុះគ្រប់ទាំងអណ្ដាតថ្លែងប្រាប់នៅព្រះនាមរបស់ព្រះយេស៊ូវគ្រីស្ទលោកពេត្រុសលោកយ៉ូហាននៅច្រកទ្វារដ៏ស្រស់ស្អាតនៅក្នុងព្រះគម្ពីរកិច្ចការចំពុក3ខ10ខ1ដល់ខ10ពេត្រុសនិងយ៉ូហានព្យាបាលមនុស្សខ្វិនឲ្យដោយនៅក្នុងព្រះនាមព្រះយេស៊ូវថ្មីហ្នឹងបងប្អូនបានឃើញពីការអស្ចារ្យដែលព្រះគឺធ្វើឲ្យមនុស្ស
ដែលឈឺឲ្យបានជានៅពេលណាដែលអំណាចរបស់ព្រះស្ថិតនៅក្នុងជីវិតរបស់អ្នកជឿណាម្នាក់សេចក្តីអធិដ្ឋានរបស់អ្នកនោះនឹងមានអំណាចឲ្យអ្នកនោះបានជានៅពេលដែលព្រះវិញ្ញាណបានធ្វើការនៅក្នុងជីវិតរបស់បងប្អូនណាម្នាក់យើងឃើញអំណាចរបស់ព្រះប្រជាស្ដាររបស់ព្រះនឹងធ្វើការនៅក្នុងជីវិតបងប្អូនអ្នកនោះដូចជាព្រះអង្គបានធ្វើការជាមួយនឹងលោកពេត្រុសដោយលោកយូហានឬក៏អ្នកប៉ុនកិច្ចណាដែលគេបានធ្វើគឺជាអំណាចរបស់ព្រះទេមិនមែនអំណាចរបស់អ្នកនោះទេពេលណាដែលព្រះអង្គឲ្យអំណាចដល់អ្នកនោះនឹងមានអំណាចអ្នកនោះនឹងបានទទួលប្រជាស្ដាររបស់ព្រះអង្គនៅក្នុងពេលនោះឯងនៅក្នុងកលៈទេសៈនោះឯងនៅក្នុងឱកាសនោះឯងកុំឲ្យគេមានអំណត់កុំឲ្យគេគិតថាអូគេមានអំណាចគេទៅធ្វើបន្តទៀតបើសិនជាព្រះអង្គមិនបានប្រទានអំណាចដល់គេក៏គេធ្វើអត់បានដែរដូច្នេះអ្វីដែលគេធ្វើបានគឺជាអំណាចដែលព្រះបានដាក់ដោយដែលព្រះអង្គបានដាក់នៅលើយូហានដោយដែលព្រះបានដាក់នៅលើពេត្រុសអញ្ចឹងដូច្នេះសម្រាប់ក្នុងថ្ងៃនេះខ្ញុំចង់បញ្ចប់នៅក្នុងថ្ងៃនេះដើម្បីឲ្យបងប្អូនបានឃើញថាព្រះយេស៊ូវជាផ្លូវតែមួយគត់សម្រាប់ឲ្យយើងបានទទួលជីវិតអកលសេចក្តីពិតដែលរំដោះយើងឲ្យមានសេរីភាពហើយជាជីវិតដែលនាំមកនៅសេចក្តីសម្រេចចិត្តជាពិតប្រាកដព្រះយេស៊ូវជាផ្លូវជាជីវិតហើយជាសេចក្តីពិតបើសិនជាបងប្អូនមិនទាន់បានទទួលយកព្រះអង្គម្ចាស់ទ្រង់ជាព្រះអង្គម្ចាស់និងជាព្រះអង្គសង្គ្រោះទេនោះគឺជាពេលវេលាដល់ហើយទ្រង់ត្រៀមខ្លួនជាស្រេចដើម្បីនឹងទទួលបងប្អូនលោកអ្នកដោយជារឿងនៅក្នុងកូនពៅបាត់បង់ឪពុករបស់គេចាំតែទទួលកូននឹងត្រឡប់មកវិញព្រះយេស៊ូវគ្រីស្ទក៏ដូច្នោះដែរគឺព្រះអង្គត្រៀមខ្លួនជាស្រេចដើម្បីនឹងទទួលបងប្អូនលោកអ្នកព្រះអង្គត្រៀមខ្លួនជាស្រេចដើម្បីនឹងអភ័យទោសចំពោះបងប្អូនលោកអ្នកនៅគ្រប់ទាំងអំពើបាបដែលបងប្អូនលោកអ្នកបានធ្វើទាស់ជាមួយនឹងព្រះអង្គត្រៀមខ្លួនដើម្បីនឹងលើកលែងទោសឲ្យហើយមិនត្រឹមតែព្រះអង្គលើកលែងទោសឲ្យបងប្អូនតែពីអំពើបាបតែប៉ុណ្្នឹងទេព្រះអង្គនឹងប្រទានជីវិតដ៏បរិបូរណ៍សម្រាប់បងប្អូនលោកអ្នកបន្តទៅទៀតដើម្បីឲ្យបងប្អូនបានមានជីវិតអស្ចារ្យជាមួយនឹងព្រះអង្គអរគុណព្រះអង្គសូមបងប្អូនយើងក្រោកឈរជាមួយខ្ញុំហើយយើងនឹងអធិដ្ឋានព្រះអង្គចាស់ឲ្យសូមទូលបង្គំបានទទួលយកព្រះអង្គដែលជាផ្លូវតែមួយគត់សម្រាប់ឲ្យយើងខ្ញុំបានមានជីវិតអស្ចារ្យជានិច្ចអរព្រះវរបិតាអើយសូមជួយឲ្យទូលបង្គំបានស្គាល់ព្រះអង្គដែលជាព្រះអង្គសង្គ្រោះដើម្បីឲ្យបានកាន់តែស្និទ្ធស្នាលចិត្តស្និទ្ធជារៀងរាល់ថ្ងៃព្រះអង្គចាស់ឲ្យសូមលើកសម្ដែងពីសេចក្តីពិតរបស់ព្រះអង្គឲ្យទូលបង្គំគ្រប់ទូលបង្គំបានទទួលនៅគ្រប់ផ្នែកជីវិតរបស់ទូលបង្គំអរព្រះអង្គឲ្យសូមព្រះអង្គបំបែកពីការកុហករបស់ខ្មាំងសត្រូវអរិយសតាំងដែលបញ្ឆោតយើងខ្ញុំរាល់ថ្ងៃអំពីការដែលយើងខ្ញុំបានដើរចុះជាមួយនឹងព្រះយេស៊ូវគ្រីស្ទសូមព្រះអង្គផ្ដល់នូវជីវិតរបស់ព្រះអង្គដើម្បីឲ្យយើងខ្ញុំទាំងអស់គ្នាបានឃើញបានទទួលនូវជីវិតដ៏បរិបូរណ៍មកពីទ្រង់ព្រះអង្គឲ្យសូមព្រះអង្គជួយទូលបង្គំឲ្យរស់នៅជារៀងរាល់ថ្ងៃដោយដឹងថាព្រះអង្គគឺជាផ្លូវតែមួយគត់ហើយសូមព្រះអង្គជួយសង្គ្រោះដល់ទូលបង្គំគ្រួសារទូលបង្គំមិត្តភ័ក្តិបងប្អូនទូលបង្គំដែលគេមិនបានទទួលយកផ្លូវរបស់ព្រះអង្គទទួលនៅសេចក្តីពិតរបស់ព្រះអង្គនិងជាជីវិតរបស់ព្រះអង្គសូមព្រះអង្គទ្រង់ប្រោះប្រទានពរដល់គេព្រះអង្គឲ្យសូមព្រះអង្គជួយកុំឲ្យទូលបង្គំខ្មាស់នឹងព្រះនាមរបស់ព្រះអង្គឡើយឲ្យទូលបង្គំនៅតែមានដំណរអសរសើរនៃព្រះនាមរបស់ព្រះអង្គសូមព្រះអង្គទ្រង់ប្រោះប្រទានពរឲ្យទូលបង្គំទាំងអស់គ្នាមានភាពក្លាហានដើម្បីនឹងចែកចាយនៅសេចក្តីសង្គ្រោះរបស់ព្រះអង្គដល់អ្នកដទៃទៀតសូមអរគុណព្រះអង្គហើយសូមលើកទូលថ្វាយគ្រប់ការទាំងអស់នេះនៅក្នុងព្រះបរមនាមព្រះអង្គចាស់ព្រះយេស៊ូវគ្រីស្ទ